วิธีញ៉ាំម៉ាទីវីតាមីនឬក៏វីតាមីនចម្រុះ26ម៉ោងចឹងបងប្អូនអ្នកដឹងទាំងអស់គ្នាតើតើជាមួយនឹងម៉ាទីវីតាមីននេះយើងអាចញ៉ាំបានចាប់ពីក្មេងអាយុ6ឆ្នាំឡើងទៅរហូតដល់មនុស្សពេញវ័យឬក៏មនុស្សអស់វត្តរដូវប្រុសស្រីគឺយើងអាចញ៉ាំបានដូចគ្នាអញ្ចឹងមួយកំប៉ុងនេះគឺមាន30គ្រាប់ចឹងយើងអាចញ៉ាំបានរហូតដល់មួយខែសម្រាប់បងប្អូនទាំងគ្នាអាចមើលទៅតាមវីដេអូនឹងបានណាចាគឺយើងចាក់មកធ្វើម៉េចគឺដៃរបស់យើងកុំសើមលូកចូលទៅកំប៉ុងអាចវាប៉ះពាល់សាមឬក៏បាត់បង់គុណភាពអញ្ចឹងបងប្អូនអាចចាក់តាមដូចអ្វីដែលខ្ញុំចាក់ហ្នឹងទៅចាបងប្អូនអ្នកគ្នាហើយបងប្អូនអាចបើពិបាកញ៉ាំគ្រាប់វារៀងធំបងប្អូនអាចធ្វើការជា2ញ៉ាំម្ដងកន្លះចឹងបានឬក៏តាពីយកតែម្ដងក៏បានដែរចឹងបងប្អូនអ្នកគ្នាគឺញ៉ាំទឹកទៅតាមក្រែបានរៀងច្រើនទៅដើម្បីទទួលបានប្រសិទ្ធភាពវីតាមីនកាន់តែខ្ពស់ហើយការញ៉ាំគឺយើងញ៉ាំក្រោយអាហារពេលព្រឹកឬក៏ក្រោយអាហារថ្ងៃត្រង់បងប្អូនហាមញ៉ាំយប់បងប្អូនណាគឺយើងញ៉ាំក្រោយបាយអាហារពេលព្រឹកឬក៏អាហារថ្ងៃត្រង់ឬបងប្អូនអាចញ៉ាំគូជាមួយនឹងវីតាមីន Click Plus បានចឹងសម្រាប់បងប្អូនអ្នកគ្នាដែលមានចម្ងល់ឬក៏ចង់បានព័ត៌មានបន្ថែមចង់បានម៉ាទីវីតាមីនបងប្អូនអាចឆាតចូល page